គ្នាមិនត្រូវការទំនាក់ទំនងមួយដែលល្អឥតខ្ចោះទេទាំងអស់គ្នាត្រូវការតែអ្នកដែលខ្លាចបាត់បង់អ្នកទាំងអស់គ្នាត្រូវអត់គ្រប់ការខិតខំរបស់អ្នកឬក៏ខិតខំរបស់អ្នកទាំងអស់គ្នាដោយអ្នកទាំងអស់គ្នាធ្វើអ្វីមួយគេគោរពគេស្រឡាញ់គេចូលចិត្តអ្នកទាំងអស់គ្នាហើយក៏លើកដង្កើងអ្នកទាំងអស់គ្នាឲ្យធ្វើរឿងហ្នឹងបន្តទៅមុខទៀតផងដែរអ្នកទាំងអស់គ្នាប្រកាសជាមិនត្រូវការអ្នកដែលបិទសេរីភាពអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាប្រកាសជាមិនត្រូវការអ្នកដែលបិទសេរីភាពអ្នកទាំងអស់គ្នាដោយបិទចិត្តឈឹងហ្មងអានឹងអ្នកទាំងអស់គ្នាប្រកាសជាមិនត្រូវការប្រភេទហ្នឹងទេបិទសេរីភាពអ្នកទាំងអស់គ្នាបិទក្នុងរឿងអីមួយបន្តិចបន្តួចអានឹងវាមិនអីទេប៉ុន្តែបើបិទអ្នកទាំងអស់គ្នាដោយថាហាមឃាត់សំបីតែធ្វើអ្វីមួយដែលអ្នកទាំងអស់គ្នាស្រឡាញ់អ្នកទាំងអស់គ្នាប្រកាសជាមានចិត្តនឿយណាយលើទង្វើរបស់គេហ្នឹងហើយជាពិសេសអ្វីដែលអ្នកទាំងអស់គ្នាធ្វើហ្នឹងគេនឹងមានមោទនភាពចំពោះយើងចំពោះអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាប្រកាសជាត្រូវការវាខ្លាំងហើយថាអត់ដូចខ្ញុំនិយាយចឹងអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមិនត្រូវការពាក្យបិទសិទ្ធពាក្យហាមឃាត់លើទង្វើឬក៏បិទសិទ្ធសេរីភាពអ្នកទាំងអស់គ្នាដោយពេញលេញដោយមិនឲ្យអ្នកទាំងអស់គ្នាធ្វើអ្វីមួយដែលខ្លួនឯងចូលចិត្តឬក៏ធ្វើអ្វីមួយដែលខ្លួនឯងត្រូវការធ្វើទៅមុខទៀតហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាអត់ត្រូវការប្រភេទហ្នឹងទេម្ល៉េះទំនាក់ទំនងមួយទោះជារឿងនឹងតូចតាចក៏ដោយធំក៏ដោយឬក៏វាតូចតាចតូចបំផុតក៏ដោយចេះផ្ដល់តម្លៃចេះយល់ពីក្តីស្រឡាញ់ពីគ្នាបែបហ្នឹងហើយគឺល្អបំផុតណាស់ទៅហើយចឹងហើយទំនាក់ទំនងមួយដ៏ល្អឥតខ្ចោះយើងគួរណាមើលពីទង្វើរបស់គាត់ពីតូចឡើងទៅយើងអត់គួរណាថាបិទសិទ្ធិសេរីភាពរបស់គាត់វាមិនអាចទេអាហ្នឹងហើយបានគេមិនត្រូវការទំនាក់ទំនងមួយដ៏ល្អឥតខ្ចោះពេកទេប៉ុន្តែគ្រាន់តែឲ្យតម្លៃគ្នាទៅវិញទៅមកដល់ក្តីស្រឡាញ់គ្នាទៅវិញទៅមកនឹងវាបានចាំបាច់ទៅផ្ដល់ឯណាធំធេងពេកទេអរគុណដល់អ្នកទាំងអស់គ្នាផងដែរដែលទស្សនាវីដេអូនេះផងដែរហើយខ្ញុំឈ្មោះវិសាក៏សូមអរគុណនេះគឺជាសារខ្លីៗដែលអ្នកទាំងអស់គ្នាគួរតែជូនទៅមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់ហើយសារនេះផងដែរអ្នកទាំងអស់គ្នាក៏មានសារសំខាន់ចំពោះអ្នកទាំងអស់គ្នាផងដែរហើយសារនេះជាសារខ្លីៗសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងមួយខ្ញុំស្រឡាញ់អ្នករាល់ថ្ងៃមិនថាថ្ងៃនេះពិបាកឬក៏ថ្ងៃនេះល្អយ៉ាងណាក៏ដោយពីរនៅក្បែរអ្នកខ្ញុំមានអារម្មណ៍ថាខ្ញុំមានសុខភាពបំផុត3អ្នកគឺជាមនុស្សពិសេសជាងគេសម្រាប់ខ្ញុំផងដែរ4រីករាយណាស់ដែលបានជួបអ្នកខ្ញុំពិតជាមិនត្រូវការអ្វីផ្សេងទៀតទេ5សម្រាប់ខ្ញុំអ្នកគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងក៏ដូចជាផ្ទះរបស់ខ្ញុំផងដែរ6មិនមានថ្ងៃណាមួយដែលខ្ញុំមិនគិតដល់អ្នកឡើយ7អ្នកគឺជាមនុស្សដែលធ្វើឲ្យថ្ងៃធម្មតារបស់ខ្ញុំខ្លាចជាថ្ងៃដែលពិសេសសម្រាប់ខ្ញុំផងដែរ8បើឲ្យខ្ញុំជ្រើសរើសម្ដងទៀតខ្ញុំនៅតែជ្រើសរើសអ្នកដដែលគឺជាសារខ្លីៗដែលអ្នកទាំងអស់គ្នាគួរតែជូនទៅមនុស្សដែលអ្នកស្រឡាញ់ជារៀងរាល់ថ្ងៃភាសានេះដែរវាខ្លីល្មមៗដែលអាចឲ្យអ្នកទាំងអស់គ្នាងាយស្រួលនិយាយទៅកាន់មនុស្សដែលយើងស្រឡាញ់ហើយបើសិនបើអ្នកទាំងអស់គ្នានិយាយសារនេះទៅកាន់មនុស្សដែលយើងស្រឡាញ់គាត់ពិតជាសប្បាយរីករាយខ្លាំងប៉ុន្មានទេដែលយើងបាននិយាយសារនេះទៅកាន់គាត់ផងដែរ